ព្រះអង្គអើយតើជាតិមុនខ្ញុំបានសាងបាបកម្មអ្វីខ្លះបានជាជាតិនេះខ្ញុំជួបបញ្ហាមិនចេះចប់ទុក្ខលំបាកដែលខ្ញុំបានហែលឆ្លងរឿងរ៉ាវដែលខ្ញុំបានជួបមិនចេះចប់ខ្ញុំត្រូវទ្រាំជាមួយនឹងការឈឺចាប់ត្រូវតស៊ូជាមួយនឹងការលំបាករស់នៅជាមួយនឹងការអត់ធ្មត់ខ្ញុំហត់ស្ទើរពេញមួយជីវិតរបស់ខ្ញុំទៅហើយព្រះអង្គអើយសូម្បីសត្វលំទឹកក៏ព្រះអង្គអាចជួយប្រោះជីវិតរបស់ពួកគេបានដែរចុះចំណែកជីវិតរបស់ខ្ញុំមួយវេទនាខ្លាំងណាស់សូមព្រះអង្គជួយប្រោះជីវិតរបស់ខ្ញុំជួយបង្ហាញផ្លូវជួយបំភ្លឺផ្លូវជីវិតរបស់ខ្ញុំផងខ្ញុំពេលនេះគឺដើរដល់ផ្លូវតងងឹតសូន្យសងមើលមិនឃើញផ្លូវដែលត្រូវទៅណាទៀតនោះទេសូមព្រះអង្គមានមេត្តាសន្តោសប្រណីដល់ជីវិតរបស់ខ្ញុំផងជួយដាស់សតិបញ្ញារបស់ខ្ញុំចង្អុលបង្ហាញផ្លូវដែលខ្ញុំត្រូវទៅហើយសូមឲ្យជីវិតរបស់ខ្ញុំដើរត្រូវផ្លូវជួបតែរឿងល្អជួបតែសំណាងល្អជួបតែមនុស្សល្អពីព្រោះខ្ញុំហែទុក្ខលំបាកឆ្អែតហើយ